សួរបងប្អូនទាំងអស់គ្នាបាទជួបគ្នាមកកាន់វីដេអូថ្មីទៀតហើយហើយវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអំពីការចាក់ highlight ពណ៌នៅក្នុង cell Excel របស់បងប្អូនឬក៏ចាក់ពណ៌ color ហ្នឹងនៅក្នុង cell របស់បងប្អូនទៅតាមប្រភេទទិន្នន័យដែលបងប្អូនចង់បង្ហាញអញ្ចឹងទៅអញ្ចឹងប្រហែលជាកន្លងមកបងប្អូនអនុវត្តវិធីសាស្ត្របែបនេះប្រហែលជាបងប្អូនឧទាហរណ៍ A បងប្អូនចង់បាន Q B បងប្អូនចង់បានលឿងអញ្ចឹងទៅបងប្អូនអាចជ្រើសរើសម្ដងមួយហើយកំណត់បែបនេះអញ្ចឹងនៅពេលដែលបងប្អូនប្រើវិធីសាស្ត្របែបនេះបានដូចគ្នាប៉ុន្តែវាមានភាពស្មុគស្មាញបន្តិចបងប្អូនដោយសារកាលណាទិន្នន័យយើងច្រើនយើងអត់ដឹងថាទិន្នន័យ A មានណាយើងមើលទៅបែកផ្សែងតែម្ដងអញ្ចឹងតែបើសិនបងប្អូនបានកំណត់ទៅលើការចាក់ highlight cell របស់បងប្អូនហើយវាងាយស្រួលបែបនេះឧទាហរណ៍ខ្ញុំរើស start not start អញ្ចឹងវាលោតពណ៌ក្រហម in progress លោតពណ៌ខៀវចាស់អញ្ចឹងទៅហើយដល់ពេល block kit លោតពណ៌ខ្មៅអញ្ចឹងទៅហើយ complete លោតពណ៌ខៀវអញ្ចឹងទៅអញ្ចឹងនៅពេលបងប្អូនកំណត់ហើយបងប្អូនងាយស្រួលនៅក្នុងការកំណត់ចំណាំឧទាហរណ៍ថាប្រសិនបើបងប្អូនមានសកម្មភាពច្រើនហើយបងប្អូនត្រូវធ្វើហើយមានសកម្មភាពមួយចំនួនអត់តាន់បានធ្វើវានឹងលោតក្រហមច្រើនណាស់អាហ្នឹងវាប្រាប់ថាយើងទៅមានសកម្មភាពទៀតច្រើនទៀតដែលត្រូវធ្វើអញ្ចឹងដើម្បីកំណត់បានយើងនឹងអនុវត្តជាមួយគ្នាអញ្ចឹងដើម្បីអនុវត្តខ្ញុំនឹងយកកន្លែង cell នៅក្នុង column នៃ comment នេះដើម្បីកំណត់បង្ហាញជាឧទាហរណ៍សម្រាប់បងប្អូនដោយខ្ញុំកំណត់5លក្ខខណ្ឌនៅក្នុងនឹងទី1មាន excellent មាន very good មាន good មាន average ហើយនឹងមាន poor អញ្ចឹងដើម្បីកំណត់ color ឬក៏ highlight color ទៅក្នុង cell នឹងបានខ្ញុំដំបូងខ្ញុំចង់កំណត់ទៅលើ data validation ព្រោះដោយសារតែដើម្បីយើងងាយស្រួលក្នុងការជ្រើសរើសបែបនេះណាបាទអញ្ចឹងដំបូងខ្ញុំទៅកំណត់ data validation ខ្ញុំ select កន្លែង comment ហ្នឹងមកបាទហើយខ្ញុំចូលទៅកាន់ពាក្យ data រួចខ្ញុំចូលទៅកាន់ data validate បាទហើយខ្ញុំ select វាហើយខ្ញុំចូលទៅកាន់ setting ហើយខ្ញុំចូលកន្លែងពាក្យ allow ហើយខ្ញុំចុចសញ្ញាព្រួយចុះក្រោមមកខ្ញុំជ្រើសពាក្យយកពាក្យថា list ពាក្យថា list កន្លែងនេះគឺវា load source អញ្ចឹងកន្លែង source នេះគឺកន្លែងទិន្នន័យដែលបងប្អូនត្រូវបញ្ចូលទៅដើម្បីកំណត់ data validate ហើយអញ្ចឹងបងប្អូនអាចសរសេរក៏បានប៉ុន្តែខ្ញុំមានទិន្នន័យនៅក្នុង sheet មួយទៀតដែរអញ្ចឹងខ្ញុំចូលទៅកាន់ sheet ដែលខ្ញុំបានសរសេរទិន្នន័យនឹងរួចខ្ញុំទៅ select យកទិន្នន័យដែលខ្ញុំចង់បង្ហាញបាទតែប៉ុណ្នេះបងប្អូនចុច OK មកបាទជាការស្រេចអញ្ចឹងបងប្អូននឹងបានទិន្នន័យកន្លែងនេះក្នុងការបងប្អូននៅក្នុងការជ្រើសរើសអីចឹងដែរ good បាទមាន good មានអីច្រើនអីចឹងមាន very good អីចឹងទៅអញ្ចឹងបន្ទាប់ពីយើងកំណត់ data validate ហើយយើងនឹងទៅកំណត់ color ទាំងអស់គ្នា color ជាមួយគ្នាអញ្ចឹងខ្ញុំ select លើ cell ដែលខ្ញុំចង់កំណត់ color នឹងធម្មតា highlight color នឹងធម្មតារួចខ្ញុំចូលទៅកាន់ home បាទយើងចូលលើ home ហើយខ្ញុំចូលទៅកាន់ conditional formatting បាទចុច conditional formatting ហើយបងប្អូននឹងឃើញនៅខាងលើនេះបងប្អូននឹងឃើញពាក្យថា highlight cell rule អញ្ចឹងបងប្អូនគាត់ទៅដាក់ mouse លើពាក្យ highlight cell rule ហ្នឹងវានឹងឲ្យយើងជ្រើសរើសជម្រើសច្រើនមាន greater than less than between equal to ហើយ text than content មាន than auxiliary មាន duplicate value អីផ្សេងអញ្ចឹងដើម្បីបងប្អូនកំណត់ color បានបងប្អូនចូលទៅកាន់ equal to បាទអញ្ចឹងខ្ញុំចុចលើពាក្យ equal to មកវានឹងឲ្យយើងជ្រើសរើសលោតផ្ទាំងសារមួយវានឹងឲ្យយើងកំណត់ទៅលើ format cell that are equal to ណាអញ្ចឹងបងប្អូនអាចទៅសេពាក្យណាដែលបងប្អូនចង់បង្ហាញទេខ្ញុំឧទាហរណ៍ថាមិញហ្នឹងខ្ញុំកំណត់ពាក្យ excellent ហ្នឹងតើបងប្អូនចង់ចូលទៅកាន់កន្លែង light red with dark red text អញ្ចឹងបងប្អូនទៅកំណត់បាទអញ្ចឹងអានេះគឺ color ដែលគេបានកំណត់ឲ្យយើងស្រាប់បើយើងមិនចង់បានទេយើងចូលទៅកាន់ custom ហើយបងប្អូនចូលទៅកាន់ file
ហើយបងប្អូនជ្រើសទៅលើ color ដែលបងប្អូនចង់កំណត់មកខ្ញុំឧទាហរណ៍ថានៅពេលដែលខ្ញុំបាន excellent ហ្នឹងខ្ញុំចង់បានពណ៌ដែលនេះរៀងខៀវដិតបែបនេះបាទអញ្ចឹងខ្ញុំអូខេមួយបន្តទៀតខ្ញុំចុចអូខេម្ដងទៀតបន្តទៀតបងប្អូនទៅកំណត់ម្ដងទៀតមានថាយើងទៅកំណត់ពាក្យផ្សេងពីនឹងមួយទៀតខ្ញុំដាក់ very good ខ្ញុំសរសេរពាក្យ very good បាទ very good នេះខ្ញុំនឹងកំណត់វាឲ្យទៅជាពណ៌អីបងប្អូនខ្ញុំកំណត់ថាពណ៌បាទស្រាលបែបនេះចុះអូខេហើយខ្ញុំអូខេមួយទៀតបន្តទៀតខ្ញុំទៅកំណត់ម្ដងទៀតបាទកំណត់ម្ដងមួយហ្មងបាទខ្ញុំចូលទៅកាន់ highlight ទៅដែរខ្ញុំយកពាក្យឲ្យ core text មកហើយខ្ញុំទៅសេពាក្យ good នេះខ្ញុំឲ្យវាលោតពណ៌green ចុះបាទពណ៌ green អូខេបន្តទៀតខ្ញុំចុចអូខេបន្តទៀតខ្ញុំទៅកំណត់ម្ដងទៀតព្រោះកំណត់ម្ដងមួយបាទកំណត់ម្ដងទៀតពាក្យ equal to ទៅដែរហើយយើងយកពាក្យ average ម្ដងបន្តទៀតបងប្អូនទៅ select custom format ទៅដែរបងប្អូនខ្ញុំដាក់ពណ៌នេះចេះបងប្អូននេះចុះបាទបន្តទៀតនៅចុងក្រោយមួយទៀតហ្នឹងគឺយើងកំណត់តាក់ទងនឹងភួរអញ្ចឹងបើភួរបងប្អូនគួរតែកំណត់ color ពណ៌អីល្អបាទអញ្ចឹងឧទាហរណ៍បើភួរខ្ញុំដាក់ខ្មៅល្ងិតមកបាទមិនទៅមុខទៀតខ្សោយអញ្ចឹងខ្ញុំចុចអូខេអញ្ចឹងជារួមបងប្អូនអាចទៅមើលលទ្ធផលជាមួយគ្នាខ្ញុំមើលទៅខ្ញុំរើស excellent អត់ចាញ់អញ្ចឹង good អូប្រហែលជាខ្ញុំទៅសេពីខុស excellent អញ្ចឹងខ្ញុំទៅមើលម្ដងទៀតខ្ញុំទៅ check ម្ដងទៀតទៅកំណត់វាម្ដងទៀតបាទ excellent យើងទៅសេចេះមកប្រហែលជាខ្ញុំទៅសេខុសកន្លែងណាមួយឥឡូវខ្ញុំselect ម្ដងទៀតរួចខ្ញុំទៅកំណត់highlight ឡើងវិញពាក្យនេះខ្ញុំផាសវាតែម្ដងឲ្យខុសអញ្ចឹងខ្ញុំនឹងយកពណ៌ចាស់ជាងគេនេះខ្ញុំចុចអូខេហើយខ្ញុំចុចអូខេបាទអញ្ចឹងចាញ់ហើយបាទអូខេបងប្អូនដូចបងប្អូនជ្រើសគូចឹងវាពណ៌នឹងអញ្ចឹងទៅជ្រើសភួរអញ្ចឹងនិតឈឹងអញ្ចឹងទៅបាទអានេះជាការ highlight color នៅក្នុង cell របស់តារាងចំណីបងប្អូនបាទហើយសម្រាប់វីដេអូនេះខ្ញុំបង្ហាញបងប្អូនប៉ុណ្នេះអំពីការចាក់ color ទៅលើ cell បងប្អូនហើយបងប្អូនគិតថាមានជំនួសឬក៏សំណួរអីបងប្អូនអាច comment ឬក៏អាចសួរនាំបន្ថែមទៀតបានបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះ